ដើមឈើព្រៃភ្នំអីចឹងទៅរូងជ្រៃអីចឹងហ្នឹងឯងធម្មតាធម្មជាតិទៅយើងសិក្សាធម្មតាធម៌នេះចាពីជានិយមទំនៀមរបស់ពូជទៅអនិច្ចតាធម៌ទៅអ្វីៗវាប្រែប្រួលតាមហ្នឹងយើងរៀនរស់នៅជាមួយនឹងធម្មជាតិយើងសិក្សាសភាវៈធម៌តាមទីក្តីពិតយើងមិនចេះតែទៀមទាឲ្យអ្វីៗក្នុងโลกហ្នឹងមកដូចចិត្តយើងទេអាហ្នឹងយើងប្រកបចិត្តវាបំរើកិលេសតណ្ហាហ្នឹងឯងយើងប្រាថ្នាមែនប៉ុន្តែយើងអភិវឌ្ឍសេចក្តីប្រាថ្នាហ្នឹងមកតាមផ្លូវពធណាប្រាថ្នាការចេះដឹងចឹងទៅរហូតដល់ទៅប្រាថ្នាឲ្យរួចផុតចាកទុក្ខទៅដោយបុណ្យយើងចឹងប្រាថ្នាវិវត្តដាក់ទៅធ្វើឲ្យបុណ្យហ្នឹងទៅជាសម្មាបដិបទាមែនពិតហ្នឹងឯងប្រាថ្នានៅតែប្រាថ្នាចឹងហ្នឹងឯងប៉ុន្តែមានហេតុផលហ្នឹងឯងដើម្បីបានដល់សេចក្តីសម្រេចមានសទ្ធាសិលសតៈចាគៈបញ្ញាហ្នឹងឯងជាភូមិឋានថ្នាក់សិលណាអញ្ចឹងយើងប្រាថ្នាអីក៏អប់រំចម្រើនហេតុទៅហ្នឹងឯងដូចយើងប្រាថ្នាមកវត្តហ្នឹងអញ្ចឹងមិនមែនប្រាថ្នាទៅស្រាប់តែមកដល់ទេមានធ្វើដំណើរឲ្យត្រឹមត្រូវតាមផ្លូវទៀតហ្នឹងឯងហើយយើងមិនប្រាថ្នាទេនៅតែផ្ទះហ្នឹងអញ្ចឹងទៅហ្នឹងផ្សំគ្នាទាំងយើងប្រាថ្នាព្រះនិព្វានដែលបានរួចផុតចាកទុក្ខអញ្ចឹងព្រះនិព្វានគឺការកាត់នៅវត្តដាក់កិលេសវត្តដាក់កម្មវត្តដាក់វិបាកវត្តដាក់គឺណាហ្នឹងហើយអញ្ចឹងការដែលកាត់វត្តដាក់បានកាត់ដោយអរិយមគ្គហើយអញ្ចឹងទៅអប់រំអរិយមគ្គនឹងព្រះពុទ្ធអង្គសម្ដែងសិលសមាធិបញ្ញានឹងមកចម្រើនវិបស្សនាទៅហើយមានការស្ងប់រងាប់និវរណៈធัวជាបាតដែលនាំឲ្យមានវិបស្សនាហើយស្ងប់រងាប់និវរណៈធัวមានសមាធិតតែមានសិលហើយបានការឧបត្ថម្ភពីទានផងណាយើងធ្វើទានជាគ្រឿងប្រដាប់ចិត្តជាអលង្ការរបស់ចិត្តទាននឹងឯងគឺថាអប់រំទូលមានចិត្តដែលមិនតាន់បានទូលមានទាំងអតន្តៈតមនាងទាននាងការឲ្យទានហ្នឹងណារមែងទូលមាននៅចិត្តដែលមិនតាន់បានទូលមានហ្នឹងឯងព្រះពុទ្ធដីកាអដ្ឋថាលោកលើកមកក្នុងបៃដកលេខ48ទានវៈបឋមទានសោតហ្នឹងនៅខាងចុងមានបកាថាហ្នឹងឯងចឹងហ្នឹងឯងអទាននាងតន្តៈទូសកាំងការមិនឲ្យទានហ្នឹងក៏ជាការបន្ទុះនៅចិត្តដែលបានទូលមានហើយនោះផងចឹងហ្នឹងឯងដែលបានអប់រំទូលមានហើយប៉ុន្តែថាមិនតាន់សមុជឆេតកាត់ផ្ដាច់នៅកិលេសអីទេហ្នឹងឯងដល់ទៅយើងកំណាញ់យើងមិនអោយយើងតោមនោះយើងបន្ទុះតោះអីចឹងទៅវាទៅជាបន្ទុះនឹងចិត្តដែលយើងបានទូលមានហ្នឹងអញ្ចឹងគឺចាំបាច់ទៅថែរក្សាចិត្តឲ្យជាការរក្សាដ៏ល្អចិត្តតាំងសុខាវហង្សការគ្រប់គ្រងទូលមានចិត្តនាំមកនៅមគ្គសុខផលសុខនិព្វានសុខក្នុងអដ្ឋថាធម្មបទចិត្តវៈទាំងចិត្តតាំងសុខាវហង្សចិត្តតាំងគុតតាំងសុខាវហង្សការគ្រប់គ្រងទូលមានចិត្តហ្នឹងនាំមកនៅសេចក្តីសុខហ្នឹងគឺមគ្គសុខផលសុខលោកតរៈសុខមិនមែនសុខម៉ាក់មួមក្នុងโลกនេះទេសុខដែលជាបរមសុខទៀតផងទាំងហ្នឹងឯងផ្សាយគុំគុណចាស់ទុព្រះអង្គដែលនិមន្តគង់នៅវត្តរោងដំរីហើយនឹងគុណចាស់ព្រះបញ្ញាចុតតោក្នុងកិច្ចការងារធម្មទាននិងពុទ្ធបរិស័ទបាសកបាសិកាណាលោកគ្រូអាចារ្យអ្នកកម្មការរាពតហើយការរីករាយជ្រះថ្លាក្នុងការដែលគុណចាស់គង់នៅលើភ្នំហើយអភិរមនៅក្នុងធម្មវិន័យដែលថាជាភិក្ខុក្នុងសាសនានេះហ្នឹងគឺភិក្ខុក្នុងធម្មវិន័យនេះហ្នឹងហើយយើងពីរោះ
mùi ná có vô mùi nâng thất là ngày rồi ít thẹ rồiព្រះសិរីបុត្រចម្ដែងវិធាពុសោវិខោក្នុងធម្មវិន័យនេះចឹងឬក៏ក្នុងសាសនានេះចឹងអ៊ីធៈហ្នឹងណាហ្នឹងហើយមានការរក្សានៅចិត្តដោយសតិហ្នឹងហើយសត្តារខេននេះចេតសាសមណាកតោហោតិណាហ្នឹងហើយចេតសាសមណាកតោហ្នឹងគឺប្រកបដោយចិត្តហ្នឹងឯងដែលរក្សាទៅដោយសតិណាហ្នឹងហើយមានសតិគ្រប់គ្រងរក្សាអញ្ចឹងទៅក៏បានគឺសត្តារខេតនេះណាហ្នឹងឯងតែសតិហ្នឹងគឺជាតួរក្សានៅចិត្តហ្នឹងឯងថារក្សាដោយសតិឬក៏មានសតិរក្សាគ្រប់គ្រងនៅចិត្តហ្នឹងទៅជាចិត្តតាំងគុតតាំងសុខាវហੰចិត្តតាំងតាំងសុខាវហੰហ្នឹងហ្នឹងហើយធัวដែលត្រូវរក្សាហ្នឹងប្រមូលសរុបមកនៅនឹងចិត្តហ្នឹងឯងកាយក៏វិជ័យវិញ្ញាតអីកាយវិញ្ញាតអីហ្នឹងណាហ្នឹងឯងកម្រើកាយកម្រើវិចាហ្នឹងវាមានចិត្តជាសមុដ្ឋានមករក្សាចិត្តបានទៅក៏ជាការប្រព្រឹត្តល្អទៅដោយកាយដោយវាចាហ្នឹងគឺវិខនៅក្នុងធម្មវិន័យហ្នឹងឯងពីរោះវិខក្នុងសាសនានេះហ្នឹងឯងគ្រាន់តែយើងដូរពេលហ្នឹងទៅវិខក្នុងធម្មវិន័យនេះយ៉ាងទៅហ្នឹងឯងពេលអ៊ីធៈណាហ្នឹងឯងនិធិវសោណានិធិនឹងអវសោណាព្រះសិរីបុត្រណាហៅវិខទាំងឡាយថាអវសោហ្នឹងឯងហើយដែលវិខនៅក្នុងធម្មវិន័យនេះហ្នឹងឯងពោពេលមនីវិខទាំងឡាយហ្នឹងគឺទុកសម្រាប់ព្រះរាមាពភាព្រះអង្គទ្រង់ត្រាស់ហៅសាវកទាំងឡាយព្រះសរិបុត្រព្រះមហាមោគលានអីហ្នឹងគឺហៅមនីអវសោហ្នឹងឯងហៅចឹងទៅហ្នឹងឯងអវសោហើយព្រះអង្គមុននឹងបរិនិព្វានក៏ផ្ដាំផ្ញើដល់ភិក្ខុខ្ចីហើយភិក្ខុចាស់ផាន់ទេអញ្ចឹងណាលោកម្ចាស់អញ្ចឹងទៅហ្នឹងហើយចាស់ភាសាក៏ហៅភិក្ខុដែលវសាតិចជាងហ្នឹងថាអវសោលោកអ្នកដ៏មានអាយុហ្នឹងអញ្ចឹងទៅហ្នឹងឯងពីដើមហៅអវសោទៅអវសោមកអញ្ចឹងទៅដូចព្រះសរិបុត្រហៅព្រះបណ្ណៈក៏អវសោអញ្ចឹងដែរហើយក៏ព្រះបណ្ណៈហៅមកព្រះសិរីបុត្រវិញក៏អវសោអញ្ចឹងដែរអ្នកដែលមានអាយុហ្នឹងហើយតែដល់ទៅពាក្យថាមនីភិក្ខុទាំងឡាយហ្នឹងហើយភិក្ខវេអញ្ចឹងណាហ្នឹងគឺដោយសេចក្តីគោរពព្រះរាមាពភាតែអត់យកពេលដែលព្រះអង្គហៅភិក្ខុទាំងឡាយហ្នឹងយកមកប្រើពេលហ្នឹងគឺតម្កល់ទុកសម្រាប់ព្រះរាមាពភាហ្នឹងហើយមានរបៀបគោរពអញ្ចឹងតែពេលហ្នឹងពេលសម្រាប់ព្រះពុទ្ធអង្គទ្រង់ហៅភិក្ខុទាំងឡាយអញ្ចឹងហើយទៅយកពាក្យហ្នឹងមកប្រើដែរទៅដោយថាខ្លួនឯងហ្នឹងស្មើព្រះពុទ្ធអីចឹងណាហ្នឹងហើយអញ្ចឹងគឺអត់ទេទុកថ្វាយព្រះអង្គហៅភិក្ខុទាំងឡាយអញ្ចឹងទៅហ្នឹងគ្រាន់តែនឹករលឹកដល់អរិយសាវកអរិយសាវិកាគោរពព្រះដ៏មានពភាហ្នឹងឯងហើយគ្រប់ព្រះរាមាពភាគ្រប់ព្រះសម្មាសម្ពុទ្ធព្រះអង្គបរិសុទ្ធត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដោយសម្ពុតការសាវកនេះឯងចាយើងនឹងហែមកវេថ្វាយសង្ឃហ្នឹងហៅថាជាទង់របស់អ្នកដែលស្វែងរកនៅគុណណាព្រះឧបល័យប្រកាសសំបីឃើញសម្ពុតការសាវកហ្នឹងគេចោលនៅនឹងផ្លូវក៏ដោយប្រឡាក់ប្រលោះអីយ៉ាងណាក៏បីធ្វើនៅកំបងអញ្ជលីដាក់លើសេរសា
มาสกาไฟของกุมในตวงរបស់អ្នកដែលស្វែងរកនៅគុណដ៏ធំក៏ណាហ្នឹងហើយណាអត់ឃើញបងនិតមកមិនតាន់ដល់ម៉ោងមកហើយជាហើយបងនិតធូរហើយមិនដៅខ្លួនមិនគ្រុនឈាមទេគ្រុនឈាមងើបរួចទេដាក់សរោម5ថ្ងៃប្រហែលអំប្រុសអីហ្នឹងហើយគ្រុនដៅដាស់សាយអីចឹងសាធុហ្នឹងហើយបានសុខភាពសំខាន់ណាស់ដែលពុទ្ធអង្គទ្រង់ការសម្ដែងអរោគ្យបរមាលាភាដែលលាភទាំងឡាយហ្នឹងគឺការមិនមានរោគហ្នឹងដល់យ៉ាងក្រៃលែងហើយយើងបានថែរក្សាសុខភាពទៅចាស់តាមវិជ្ជាបញ្ជាណាហ្នឹងហើយថាមើលទៅមើលឈាមមើលអីឧស្សាហ៍មើលឈាមហ្នឹងហើយកន្លះឆ្នាំម្ដងអីចឹងទៅអាចថាអូលើស្ករអីចឹងទៅតอมផ្អែមទៅហ្នឹងហើយតอมទាំងបាយទៀតណាបាយជាតិស្ករច្រើនណាបាយតិចអីចឹងហ្នឹងហើយសាក្របជីអីចឹងជំនួសអីវិញដែរហ្នឹងហើយចឹងកើរោគអីចឹងទៅពេទ្យជួយមើលយើងមិនមែនថាទៅ